ស្វាគមន៍មកកាន់កម្មវិធីពេញចិត្តឬអត់ជួបជុំសូមជួបជាមួយពិធីការនីល្បីដែលសម្បូរគ្រាប់បាញ់ជាងគេគឺអ្នកនាងកាតូនិងរាជិនីកំពូលសម្រស់ Miss Photo City ហៅឌឺកូនអ្នកកុំប្រច័ណ្ឌកុំខឹងជាមួយនឹងម៉ែអីព្រោះកូនឯងនៅកំមុំអញ្ចឹងទេជ្រុលតែកំមុំមកឲ្យកំមុំរហូតទៅម៉ែវាធ្លាប់ឆ្លងកាត់អាផ្លូវហ្នឹងហើយឲ្យម៉ែទៅអាផ្លូវហ្នឹងទៀតទៅណាកូនណាកំមុំរហូតបានចៅពីណាមកមើលម៉ែពេលម៉ែចាស់ទៅអូយម៉ែមិនចង់បានចៅទេម៉ែរៀងហើយមានកូនឯងមួយហ្នឹងម៉ែឈប់យកចៅទៀតហើយខ្លាចកើតមកកូនអាក្រក់ទៀតមុខម៉ែក៏មិនសូវស្អាតប្រហែលដែរបានផាត់មកកាយាយកមកលុបមុខចេញមុខមិនដឹងដូចអីទេកូនម៉ែគេហាត់អ្នកណាគាត់គេថាម៉ែកាត់អាមេរិកាំងដែរដល់ពេលបានកូនឯងនេះម៉ែមានទាំងយល់សពទេតាមពិតឪពុកឯងក៏ស្អាតម៉ែនោះក៏ស្អាតតែចម្លែកតែកើតកូនឯងមកហេតុអីទៅវាអាក្រក់មកពីម៉ែនឹងយល់សពឃើញសត្វស្ដួយម៉ែសត្វស្វាបាប៊ូអូយសត្វនឹងចេះដាច់ពូគាត់ឯងចេះធ្វើស្វាបាប៊ូហ៎ចេះតើម៉ែមកធ្វើមួយភ្លេងសុំដំណើរស្វាអូយកូនឯងកូនក្បាច់ម៉ែដាច់មុខឥឡូវហ្នឹងអូអីវាហកថោកក្បាលម៉ែទៀតកុំធ្វើចឹងអាក្រក់ណាកូនចាអរគុណច្រើនសម្រាប់ពេលនេះយើងខ្ញុំក៏សូមជម្រាបសួរដល់បងប្អូនដែលកំពុងតែមានជួបតាមដាននៅកម្មវិធីពេញចិត្តឬអត់ជួបជុំបើជាការពិតណាកម្មវិធីរបស់យើងពីមួយវគ្គទៅមួយវគ្គកាន់តែធ្វើឲ្យទស្សនិកជនផ្ទុះសំណើចដល់ការជួបជុំរវាងបេក្ខជនបេក្ខនារីរបស់យើងតាំងពីវគ្គទី1រហូតដល់វគ្គទី2របស់យើងផងដែរបាទឥឡូវយើងជិតឈានចូលដល់វគ្គទី3ហើយមុននឹងឈានចូលស្អីហ្នឹងកូនម៉ែស្អីគេហ្នឹងអូយស្អីវែងម៉េះស្អីនេះវែងម៉េះបែរណាម៉ែមើលសក់ម៉ែហ្នឹងណាសក់ពាក់តាម៉ែសក់ពាក់ហ្នឹងណាចាម៉ែនិយាយច្រើនណាវាមិនដូចកូនទេកូនដោយសារវគ្គពេញចិត្តឬអត់ជួបជុំហ្នឹងដោយសារគេអត់ឲ្យតែងស្រីតែចឹងឲ្យហ៊ានពាក់សក់ទៅនេះកូនឯងដល់អត់ពាក់សក់ចឹងស្អាតជាងដល់អត់ពាក់សក់កាកូនឯងពាក់សក់មុខដូចត្រឡោកមែនតាម៉ែមិនអានកូនទេប៉ុន្តែម៉ែចង់បដៅកូនយូរហើយថាម៉ែមិនចង់ឲ្យកូនពាក់សក់ការ៉េហ្នឹងទេវាអាក្រក់គ្រាន់ថាវាល្បីមែនប៉ុន្តែឥឡូវកូនឯងទុកសក់អញ្ចឹងមុខដូចមានតងោលច្រើនខ្លាំងណាស់ម៉ែតែតែក៏សូមជួបជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីរបស់យើងជាច្រើនមាន